រុស្ស៊ីផ្ទុះប្រតិកម្មក្រោយសៀមចោទប្រកាន់គួរឲ្យសម្លាញ់ថាជនជារុស្ស៊ីធ្វើជាទាហានស៊ីឈ្នួលកម្ពុជាដើម្បីជួយច្បាំងក្នុងសង្គ្រាមកម្ពុជាថៃក្រោយបណ្ដាញសារព័ត៌មានសៀមចុះផ្សាយលៀបពណ៌និងចោទប្រកាន់រុស្ស៊ីដោយគ្មានមូលដ្ឋានថាពលរដ្ឋរុស្ស៊ីបានធ្វើជាទាហានស៊ីឈ្នួលកម្ពុជាដើម្បីជួយច្បាំងក្នុងសង្គ្រាមព្រំដែនកម្ពុជាថៃពេលនេះស្ថានទូតរុស្ស៊ីប្រចាំនៅក្រុងបាងកកបានផ្ទុះប្រតិកម្មចេញមុខច្រានចោលព័ត៌មាននេះថាជាព័ត៌មានមិនពិតនេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃข่าวសดកាលពីថ្ងៃច័ន្ទទី15ខែធ្នូឆ្នាំ2025តាមរយៈសេចក្តីថ្លែងការណ៍បង្ហោះលើទំព័រគណនី Facebook ផ្លូវការរបស់ខ្លួនស្ថានទូតរុស្ស៊ីបាននិយាយថាការចោទប្រកាន់ទាំងនេះអាចប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋរុស្ស៊ីនៅក្នុងប្រទេសថៃដែលខ្លះមកដើរទេសចរហើយខ្លះដើម្បីរកស៊ីធ្វើពាណិជ្ជកម្មហើយមានហានិភ័យធ្វើឲ្យខូចទំនាក់ទំនងយងវែងរវាងប្រទេសរុស្ស៊ីនិងប្រទេសសៀមស្ថានទូតរុស្ស៊ីគូបញ្ជាក់ថាប្រទេសរុស្ស៊ីរក្សាទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការទាំងជាមួយប្រទេសកម្ពុជានិងប្រទេសសៀមហើយគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះចំនួនព្រំដែនគួររំលឹកថាកន្លងទៅថ្មីនេះសៀមឈ្លានពានក៏ធ្លាប់បានចោទប្រកាន់គួរឲ្យហួសចិត្តដែរថាកម្ពុជាបានជួលជនបរទេសឲ្យជួយបង្ហោះដ្រូនជាពិសេសដ្រូនពិឃាតដើម្បីវាយប្រហារបកទៅលើគោលដៅយោធាសៀមខ្ញុំតារាពី Alt News TV